បើសិនជាបងប្អូនមានសញ្ញាដូចជាការងាកនោមលើសពីកន្លះម៉ោងម្ដងអានោះគេហៅថាយើងនោមញឹកហើយសហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជាបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926នោមញឹកគឺជាជំងឺដែលអត់ទេតែនៅពេលដែលនោមញឹកមានបញ្ហាអីទៅលើសុខភាពទាំងបងប្អូនបរិសុទ្ធហើយនិងស្ត្រីតើនោមគួរនោមមួយថ្ងៃប្រហែលដងដែលហៅថាត្រឹមត្រូវសម្រាប់ការនោមយើងត្រូវដឹងថាចំនួននៃការនោមអាចមានរៀងរាល់2ទៅ3ម៉ោងម្ដងនៅពេលថ្ងៃហើយពេលយប់គឺយើងនោមតិចជាងក្រោកទៅនោមណាតិចជាង2ដងបើសិនជាបងប្អូនមានសញ្ញាដូចជាការងាកនោមលើសពីកន្លះម៉ោងម្ដងអានោះគេហៅថាយើងនោមញឹកហើយទាំងបុរសទាំងស្ត្រីត្រូវគិតថាតើមានលក្ខខណ្ឌអ្វីខ្លះដែលធ្វើឲ្យយើងមានបញ្ហានោមញឹកទី1គឺយើងគិតទៅលើការរលាកនៅក្នុងប្រព័ន្ធបង្ហូរនោមគេហៅថា UTI urinary tract infection ទាំងបុរសទាំងស្ត្រីចំពោះស្ត្រីយើងគិតលើ UTI ខ្ញុំបែងចែកឲ្យគិតថាតើយើងមានផ្ទៃពោះអត់តើយើងមានបញ្ហាទៅលើការព្រួយបារម្ភខ្លាំងឬមួយមានបញ្ហាប្រព័ន្ធខួរក្បាលដែលធ្វើភ្ញួចពហុនោមយើងនឹងធ្វើឲ្យងាកនោមអត់តើយើងមានបញ្ហាធ្លាក់សដែលរលាកនៅនឹងទ្វារមីហើយធ្វើឲ្យរលាកដល់ប្រព័ន្ធបង្ហូរនោមនឹងដែរឬទេតើយើងមានបញ្ហាទៅលើការដែលយើងទម្លាប់ញ៉ាំកាហ្វេច្រើនយើងញ៉ាំពពួកតែបៃតងឬមួយក៏ម៉ាត់ឆាច្រើនកូកាច្រើននិយាយរួមអីឲ្យក៏ដោយឲ្យតែមានពពួកកាហ្វេអ៊ីនក៏ធ្វើឲ្យយើងនោមញឹកដែរសម្រាប់ស្ត្រីយើងមានមូលហេតុទាំងអស់ហ្នឹងដែលយើងមានបញ្ហាមួយទៀតកាន់តែធ្ងន់ធ្ងរនោះគឺជំងឺទឹកនោមផ្អែមនោមញឹកទឹកនោមផ្អែមមកខាងបរោះវិញបើសិនជាគាត់នោមញឹកគាត់គិតដូចគ្នាថាតើគាត់មានការរលាកបង្ហូរនោមដែរអត់គាត់មានបញ្ហាភ្ញួចមកពីខួរក្បាលគាត់ងាកនោមគេហៅថា overactive bladder ឬមកក៏គាត់មានបញ្ហាភ្ញួចប្រព័ន្ធប្រសាទមកពីខួរក្បាលហ្នឹងមកលើផ្លោកនោមទៅគាត់នោមញឹកតើខាងបរោះហ្នឹងគាត់មានបញ្ហាទៅលើកពេញប្រូស្តាតរបស់គាត់រីកធំឬមួយក៏មានមហារីកនៅកពេញប្រូស្តាតក៏ធ្វើឲ្យគាត់នោមញឹកដែរអញ្ចឹងចំពោះបរោះទឹកនោមផ្អែមក៏ជាកត្តាធ្វើឲ្យយើងនោមញឹកអញ្ចឹងជាសារសម្រាប់ទៅកាន់បងប្អូនយើងទាំងអស់គ្នាព្រោះអីឥឡូវម្នាក់ញ៉ាំកាហ្វេម្នាក់ញ៉ាំកូកាម្នាក់ជួយចិត្តញ៉ាំអីផ្អែមដែលខ្លាជាងគេគឺជំងឺទឹកនោមផ្អែមបើសិនជាបងប្អូនទាំងអស់មានសញ្ញានៅក្នុងការនោមលើសពីកន្លះម៉ោងងាកនោមឬមួយក៏យើងផ្ទៀងផ្ទាត់ទៅក្នុងមួយថ្ងៃយើងក្រោកទៅនោមលើសពី7ដងក្នុងពេលថ្ងៃហើយយប់ឡើងយើងក្រោកទៅនោមលើសពី2ដងក្នុងពេលយប់យើងត្រូវប្រញាប់ទៅរកជួបគ្រូពេទ្យដើម្បីទៅរកមូលហេតុដែលខ្ញុំបានរៀបរាប់ទាំងប្រមាណហ្នឹងដូចជាជំងឺទឹកនោមផ្អែមការរលាកនៅប្រព័ន្ធបង្ហូរនោមការមានបញ្ហាពីប្រព័ន្ធប្រសាទភ្ញួចទៅកាន់បង្ហូរនោមបញ្ហាដែលយើងមានជំងឺថប់អារម្មណ៍ឬមួយក៏យើង over ញ៉ាំនៅពពួកកាហ្វេអ៊ីនច្រើនជ្រុលកុំភ្លេចថែទាំសុខភាពទាំងអស់គ្នាចាប់អារម្មណ៍លើសុខភាពខ្លួនឯងផងបំណងល្អពីខ្ញុំអ្នកគ្រូលឹមច័ន្ទមនីរតអគ្គនាយិកានៃមន្ទីរសម្រាប់ព្យាបាលនិង DOTOP ដែលមានទីតាំងចូលតាមច្រកមណ្ឌលសុខភាពស្ទឹងមានជ័យជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យសហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជាបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926